ទំលេងអារម្មណ៍ពិត Barbie Emperor និង Richard Gutierrez បកស្រាយពីភាពស្និទ្ធស្នាលក្រោយចាប់ដៃសម្ដែងរួមគ្នាតារាសម្ដែងលំដាប់ជួរមុខរបស់ហ្វីលីពីនកញ្ញា Barbie Emperor និងលោក Richard Gutierrez បានបើកចិត្តទម្លាយយ៉ាងស្មោះត្រង់ពីបទពិសោធន៍ការងារនិងការស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅក្រោយពេលចាប់ដៃគ្នាសម្ដែងក្នុងរឿងភាគវាយប្រហារដ៏ល្បីល្បាញ Blood vs. Beauty របស់ទូរទស្សន៍ ABS-CBN នៅក្នុងបទសម្ភាសន៍មួយពួកគេទាំងពីរបានរៀបរាប់ពីគ្នាទៅវិញទៅមកដោយក្តីរំភើបដែលនៅក្នុងនោះកញ្ញា Barbie បានទម្លាយថានាងបានរៀនសូត្រពីទម្លាប់ធ្វើការដ៏ហ្មត់ចត់និងការយកចិត្តទុកដាក់លើតួអង្គពីលោក Richard យ៉ាងខ្លាំងរហូតធ្វើឲ្យនាងតាមដានទស្សនារាល់ប្លង់សម្ដែងមិនឲ្យរំលងឡើយភ្លាមនោះលោក Richard ក៏បានពោលពាក្យកោតសរសើរបណ្ដាញពីមាត់ពីការរីកចម្រើនយ៉ាងរហ័សក្នុងអាជីពរបស់ Barbie ព្រមទាំងបានចាត់ទុកនាងគឺជាបង្អែកនិងជាកម្លាំងចិត្តដ៏សំខាន់ដែលជួយឲ្យលោកអាចជំនះរាល់ភាពនឿយហត់ក្នុងពេលថតរឿងរួមគ្នាបានយ៉ាងរលូនអ្វីដែលធ្វើឲ្យ fan កាន់តែចាប់អារម្មណ៍ទ្វេដងនោះគឺអ្នកទាំងពីរបានបង្ហាប់ថាពួកគេនឹងធ្វើដំណើរទៅខេត្ត Bicol ដែលជាស្រុកកំណើតរបស់កញ្ញា Barbie ដើម្បីប្រារព្ធពិធីខួបកំណើតរបស់នាងនាឆ្នាំនេះជំនួសឲ្យការធ្វើពិធីជប់លៀងបែបស៊ីវិល័យដូចរាល់ដងពួកគេបានសម្រេចចិត្តរួមគ្នាធ្វើកម្មវិធីសប្បុរសធម៌ជួយដល់សាលារៀនបឋមសិក្សាចាស់របស់ Barbie នៅក្នុងភូមិដាច់ស្រយាលមួយដែលនេះជាការធ្វើដំណើរទៅកាន់សាលារៀនចាស់របស់តារាស្រីរូបនេះជាលើកដំបូងរបស់លោក Richard ផងដែរ